ក្នុងសម័យកាលដែលការទិញលក់អចលនវត្ថុអត់មានភាពងាយស្រួលអ្នកនៅក្នុងវិស័យនេះក្នុងពេលបច្ចុប្បន្នឬមួយក៏អ្នកដែលកំពុងតែចង់ចាប់ផ្ដើមគឺជាឱកាសល្អមួយដោយសារអីវាជាពេលដែលលុតដំយើងល្អមែនតើព្រោះអត់ដូចពេលចំនួន2016ដល់19 20ទេពេលហ្នឹងគឺមិនបាច់មាន skill អីទេឲ្យតែមានរបស់លក់គឺលក់ដាច់មិនបាច់ចាំចរចាច្រើនទេព្រោះអ្នកទិញចាំតែទិញអញ្ចឹងពេលជំនាន់ហ្នឹងការទិញលក់ការធ្វើការក្នុងវិស័យនេះអត់សូវហត់អត់សូវមានសម្ពាធទេប៉ុន្តែក្នុងសម័យកាលបច្ចុប្បន្នអ្នកដែលអាចនៅក្នុងវិស័យនេះតទៅទៀតបានគឺជាអ្នកដែលប៉ាកែទ្រាំនឹងសម្ពាធហើយសម្ពាធនេះខ្ញុំគិតថាមិនមែនជាសម្ពាធដែលអាក្រក់តម្រងទេគឺជាសម្ពាធដែលឲ្យយើងកាន់តែខិតខំដោះខាត់ខ្លួនឯងឡើងវិញព្រោះនៅពេលដែលសេដ្ឋកិច្ចមិនសូវជាស្រួលការទិញលក់មានការចរចាច្រើនចាយពេលយូរដើម្បីធ្វើការងារនឹងឲ្យទៅមុខអញ្ចឹងអាភាពអំណត់អត់ធ្មត់ព្យាយាមហ្នឹងគឺជាការកត្តាដែលសំខាន់មែនតើក្នុងការរួមចំណែកជួយឲ្យការទិញលក់ហ្នឹងទៅមុខបានល្អហើយនៅក្នុងពេលហ្នឹងគឺជាពេលដែលយើងដោះខាត់ជំនាញចរចាជំនាញយល់អារម្មណ៍អតិថិជនអារម្មណ៍មនុស្សព្រោះក្នុងវិស័យរបស់យើងគឺធ្វើការមនុស្សមួយមនុស្សច្រើនពេលដែលយើងធម្មតាអង្គថាអ្នកលក់បច្ចុប្បន្នគឺគាត់លក់អត់បានថ្លៃគាត់លក់ខាតគាត់លក់បន្ទាន់អញ្ចឹងគាត់អត់អាចបានតម្លៃដោយដែលគាត់រំពឹងទុកទេហើយទៀតសោតបើសិនជាគាត់ទិញក្នុងកំឡុងពេលឡើងថ្លៃទៀតជាទូទៅគឺគាត់លក់ខាតតែម្ដងអញ្ចឹងពេលដែលយើងជួបស្ថានភាពនេះគឺយើងត្រូវចេះមានភាសាទំនាក់ទំនងដែលត្រឹមត្រូវมันអាចបង្អាប់តម្លៃគាត់ចេះយល់អារម្មណ៍គាត់ចេះប្រើពាក្យពេចន៍ដែលសមរម្យគឺជារឿងមួយដែលទាមទារឲ្យមានជំនាញមែនតើហើយជាមួយអ្នកទិញក៏មិនស្រួលដែរគឺថាត្រូវតាមគាត់ត្រូវចេះប្រស័យតាក់ទងធ្វើម៉េចឲ្យគាត់មានអារម្មណ៍ថាតម្លៃមួយហ្នឹងគឺវាសមរម្យវាមិនអាចចោះជាងនឹងទៀតទេអញ្ចឹងយើងត្រូវការសិល្បៈមែនតើហើយការទិញលក់ទៀតសោតឥឡូវហ្នឹងលើសពីការចរចាគឺយើងត្រូវមានជំនាញបច្ចេកទេសដើម្បីឲ្យច្បាស់ថាការទិញលក់ហ្នឹងអត់មានបញ្ហាព្រោះអ្នកខ្លះជាប់កន្លែងច្រើនពិបាកដោះប្លង់អីពេលខ្លះក៏មានបញ្ហាដែរអញ្ចឹងហើយគឺយើងត្រូវតែរៀនពីជំនាញបច្ចេកទេសហ្នឹងដើម្បីឲ្យដឹងថាធ្វើម៉េចដើម្បីការពារអតិថិជនរបស់យើងហ្នឹងឲ្យមានភាពល្អប្រសើរ